សហរដ្ឋអាមេរិកផ្ដល់រង្វាន់$10 លានដល់អ្នកផ្ដល់ដំណឹងពីលោកម៉ូតាបាកាមេនីដែលជាមេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់កាន់តែក្តៅគគុកមេដឹកនាំកម្ពុជាអ៊ីរ៉ង់មេបញ្ជាការកងឆ្មាំបដិវត្តន៍រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតបានបង្ហាញខ្លួននៅក្នុងបញ្ជីដែលបានបោះពុម្ពផ្សាយដោយសហរដ្ឋអាមេរិកដោយមានកងកម្លាំងបដិវត្តន៍អ៊ីស្លាមជាគោលដៅចម្បងសហរដ្ឋអាមេរិកកំពុងតែផ្ដល់រង្វាន់រហូតដល់$10 លានសម្រាប់ព័ត៌មានអំពីមេដឹកនាំជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដោយបន្ថែមមេដឹកនាំកម្ពុជាអ៊ីរ៉ង់លោកម៉ូតាបាកាមេនីទៅក្នុងបញ្ជីអិសរាជជនដែលសហរដ្ឋអាមេរិកចង់បានខ្លួនបញ្ជីដែលបានបោះពុម្ពផ្សាយនៅក្នុងការប្រកាសជាផ្លូវការរបស់សហរដ្ឋអាមេរិករួមមានមេដឹកនាំកម្ពុជាអ៊ីរ៉ង់ម៉ូតាបាកាមេនីលោកអាលីអាសាហេចាស៊ីអនុប្រធានការិយាល័យរបស់គាត់លោកយ៉ាយ៉ារ៉ាហ៊ីមសាហ្វាវីទីប្រឹក្សារបស់មេដឹកនាំកម្ពុជាស្ដីពីកិច្ចការយោធានិងសន្តិសុខរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមេបញ្ជាការកងឆ្មាំបដិវត្តន៍មេបញ្ជាការផ្សេងនិងមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់អ៊ីរ៉ង់